តំណាងរាជគណៈបកសំរងស៊ីអ្នកស្រីមូសុខហួរថ្លែងប្រាប់អ្នកគាំទ្រច្រើនរយនាក់នៅខេត្តកំពតនៅថ្ងៃទី24ខែសីហាឆ្នាំ2012ថាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនេះបានកើតចេញអំពីសំណូមពររបស់ម្ចាស់ឆ្នោតដែលចង់ឲ្យគណៈបកប្រឆាំងមានសំរងស៊ីនិងសិទ្ធិមនុស្សរួមគ្នាដើម្បីបង្កើនកម្លាំងអ្នកប្រជាធិបតេយ្យចូលរួមប្រកួតការបោះឆ្នោតឆ្នាំ2013ដើម្បីបដូរការដឹកនាំប្រទេសអ្នកស្រីបន្តថាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនេះបានបង្កើតនៅថ្ងៃទី17ខែកក្កដាឆ្នាំ2012នៅប្រទេសហ្វីលីពីនចលនានេះក៏បានរួមគ្នាបង្កើតជាគណៈបកសង្គ្រោះជាតិដែលមានរូបសញ្ញាព្រះអាទិត្យនិងមានកាំរស្មីចែងចាំងចំនួន24ដែលតំណាងឲ្យខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នគណៈបកសង្គ្រោះជាតិកំពុងតែសុំច្បាប់ពីក្រសួងមហាផ្ទៃដើម្បីបានសិទ្ធិស្របច្បាប់ចូលរួមបោះឆ្នោតអ្នកស្រីមូសុខហួរបន្តថាបើគណៈបកសង្គ្រោះជាតិទទួលសិទ្ធិស្របច្បាប់ហើយនឹងសូមអំណាចពីប្រជារាស្ត្រដោយការបោះឆ្នោតដើម្បីឲ្យមានការបដូរថ្នាក់ដឹកនាំដោយជ្រើសរើសមេដឹកនាំណាដែលបម្រើប្រជាពលរដ្ឋពេញលក្ខណៈអ្នកស្រីបានប្រកាសដែរថាលោកសំរងស៊ីនឹងវិលមកប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាឆ្នាំ2012នេះពីព្រោះអ្នកដែលអាចទៅដណ្ដើមយកសិលឹកឆ្នោតហើយដណ្ដើមការដឹកនាំពីលោកហ៊ុនសែនអត់មានអ្នកណាក្រៅពីលោកប្រធានសំរងស៊ីទេអនុប្រធានគណៈកម្មការបណ្ដោះអាសន្នគណៈបកសង្គ្រោះជាតិលោកប៉លហំបានថ្លែងថាគណៈបកសង្គ្រោះជាតិកំពុងមានការចូលរួមកាន់តែច្រើនពីអ្នកធ្លាប់គាំទ្រគណៈបកប្រជាជនកម្ពុជាគណៈបកនរោត្តមរណរដ្ឋគណៈបកហ៊ុនស៊ិនប៉ាច់និងគណៈបកផ្សេងទៀតរួមទាំងសមាគមអ្នកប្រជាធិបតេយ្យដែរលោកថាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិសូមបដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងសូមឲ្យលោកសំរងស៊ីបានចូលមកប្រទេសវិញលោកថាកន្លងមកអ្នកកាន់អំណាចមួយចំនួនប្រកាសថាជាអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យមិនប្រកាន់គណៈបកនយោបាយតែបើពលរដ្ឋឬមន្ត្រីរាជការហ៊ាននិយាយការពិតឬហ៊ានតវ៉ាគេប្រើប្រព័ន្ធតុលាការចោទឲ្យជាប់គុកចំពោះការផ្ដាល់កាតជនជាតិខ្មែរក៏រើសអើងប្រជាពលរដ្ឋដែលជាជនជាតិខ្មែរសុទ្ធសាធនោះដែរអ្នកដែលគេសម្គាល់ថាហ៊ាននិយាយការពិតឬចង់ដឹងអ្វីដែលខុសពីការដឹកនាំរបស់គេនោះការសម្គាល់ខ្លួនគេនឹងមិនចេញឲ្យប្រជាពលរដ្ឋបានប្រើទេអ្នកបកោជាតិណាខ្ញុំសូមបញ្ជាក់ម្ដងទៀតមិនមែនពលអមូសុខោកម្មសុខាសំរងស៊ីប្រមាថយ៉ាងនោះទេគឺយើងទាំងអស់គ្នាហើយដែលមកគ្នាដើម្បីធ្វើការសង្គ្រោះជាតិយើងនៅក្នុងពិធីជួបជុំជាមួយអ្នកគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅខេត្តកំពតមានអតីតមន្ត្រីគណៈបកប្រជាជនកម្ពុជាគណៈបកហ៊ុនស៊ិនប៉ាច់គណៈបកនរោត្តមរណរដ្ឋថ្នាក់ស្រុកនិងថ្នាក់ខេត្តមកចូលរួមនៅក្នុងចលនានេះមន្ត្រីគណៈបកប្រជាជនកម្ពុជានិងជាអតីតអធិការរងស្រុកជុំគិរីលោកចិនអឿនបានថ្លែងថាលោករងចាំក្រុមអ្នកប្រឆាំងពិតប្រាកដដើម្បីចូលរួមគាំទ្រលោកថាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនេះជាក្តីសង្ឃឹមរបស់គាត់សម្រាប់ផ្លាស់ប្ដូរការដឹកនាំបែបផ្ដាច់ការនិងគ្រួសារបព្វនិយមមានសិទ្ធិសេរីយើងនិយាយបានខាងនោះតែនិយាយទៅមិនស្រួលហ្នឹងខ្លួនមានទុកមានទោសវាដាក់គុកដាក់យវ៉ៃទេនេះយើងនិយាយបានយើងប្រជាធិបតេយ្យយករាជជាធំវាមិនដូចផ្ដាច់ការទេផ្ដាច់ការយកអំណាចខ្លួនឯងជាធំមន្ត្រីគណៈបកនរោត្តមរណរដ្ឋលោកម៉ៅរតនាបានថ្លែងថាក្រោយពីសម្ដេចក្រមព្រះនរោត្តមរណរដ្ឋលាឈប់ពីតំណែងនយោបាយលោកក៏បានមកចូលរួមជាមួយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខាងគណៈបករដ្ឋមរដ្ឋនៃអតីតក្នុងស្រុកឈូកជុំគិរីក៏បានអញ្ជើញមកចូលរួមដែរហើយសូមផ្ដាំទៅលោកពូលួនថានៅជុំគិរីនេះគឺយើងប្រមូលអស់ហើយបាច់ឲ្យនៅអីទៅជឿអីពួកក្រុមបោកប្រាស់បោកអីយើងឈប់ចាញ់បោកគេបន្តទៀតទៅសមាជិកគណៈបកនរោត្តមរណរដ្ឋម្នាក់ទៀតលោកប៊ូលួនថ្លែងដែរថាដោយសារការបែកបាក់ផ្ទៃក្នុងគាត់មិនបានឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ឡើយទើបគាត់ងាកមកគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិដើម្បីប្រាប់មហាជនពីល្បិចលួចសម្លឹកឆ្នោតរបស់គណៈបកកាន់អំណាចឈ្មោះស្ទួនវាក្រុមការងារគណៈបកកាន់អំណាចគឺមួយអ្នកម្នាក់ឈ្មោះមិនខ្វះពី5ទៅ7 8ក្នុងខេត្តកំពតទាំងមូលហ្នឹងណាក្នុងម្នាក់ម្ដងចុះទៅឃុំនោះម្ដងទៅឃុំទៅចាំងរាំងក្នុងស្រុកជុំគិរីខ្ញុំនេះសម្បូរណាស់ក្រុមការងារគណៈបកប្រជាជនដែលចុះពីភ្នំពេញពីខេត្តកំពតមកចល័តចុះគ្រប់ឃុំហើយអត់ឲ្យលុបទេគឺឈ្មោះគឺពេចខេត្តណែនាំឲ្យលុបទេខ្ញុំមិនទៀមទាតស៊ូឲ្យលុបប៉ុន្តែគេមិនលុបដោយថាគ្មានឯកសារគ្មានសម័យខ្លួនមកបញ្ជាក់អញ្ចឹងគេអត់លុបទេអញ្ចឹងឈ្មោះនៅណែនពេញទាំងអស់ឈ្មោះបណ្ដល់ថ្ងៃនេះណែនអញ្ចឹងវិធីលួចងាយណាមន្ត្រីគណៈបកហ៊ុនស៊ិនប៉ាច់លោកអ៊ិនញែងថ្លែងថាគាត់បានឃើញការរួមគ្នារវាងគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សបង្កើតជាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនេះគាត់រីករាយនឹងសង្ឃឹមថាអ្នកប្រជាធិបតេយ្យចុងក្រោយនៃក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋដែលខំតស៊ូយូរហើយដើម្បីសេរីភាពនៃការរស់នៅតំណាងសមាគមអ្នកប្រជាធិបតេយ្យលោកគង់សេរីថ្លែងថាគាត់សូមឲ្យអ្នកគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិជួយធ្វើយ៉ាងណាឲ្យលោកមុំសំណងដូបានចេញក្រៅឃុំ
ប្រជាពលរដ្ឋនៅស្រុកជុំគិរីដែលបានចូលរួមស្ដាប់ការបកស្រាយពីភាពរឹងមាំនៃការរួមបញ្ចូលគ្នារវាងបកប្រឆាំងដើម្បីត្រៀមការបោះឆ្នោតឆ្នាំ2013ខាងមុខបានថ្លែងថាគាត់សង្ឃឹមថាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិមួយនេះនឹងមិនដឹកនាំគាត់ទៅរករបបផ្ដាច់ការនិងរបបកុម្មុយនីសនោះឡើយដល់មតិឲ្យប្រជាពលរដ្ឋនឹងមានការសួរនិងសំណួរចម្លើយនឹងបានច្រើនបន្តឲ្យមានការដូចថារបបផ្ដាច់ការនោះគឺมันអាចមិនហ៊ានឲ្យមានសំណួរចម្លើយបរិះម្នាក់ទៀតបន្ថែមថាការចុះផ្ទាល់របស់ថ្នាក់ដឹកនាំមកដល់មូលដ្ឋាននាំឲ្យអ្នករស់នៅជនបទមានក្តីសង្ឃឹមនៃការពឹងផ្អែកសម្រាប់នយោបាយផ្លាស់ប្ដូររបបដឹកនាំចំណេញទី1ថនថាគណៈបកទាំងពីរនឹងរួមគ្នាទៅធ្វើឲ្យប្រជាពលរដ្ឋគាត់បានសុខបានរីកចម្រើនក្នុងជីវភាពរស់នៅរបស់ពួកគាត់ទី2ទៀតយើងកាត់បន្ថយភាពអំពើហិង្សាពីក្រុមពួកកុម្មុយនីសពួកផ្ដាច់ការចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបានជួបប្រជាពលរដ្ឋនៅថ្ងៃ24ខែសីហាចំនួន4ស្រុកពេលព្រឹកនៅស្រុកឈូកនិងស្រុកជុំគិរីពេលរសៀលនៅស្រុកអង្គរជ័យនិងស្រុកបន្ទាយមាសនៅថ្ងៃសៅរ៍នឹងជួបជាមួយប្រជាពលរដ្ឋនៅស្រុកផ្សេងទៀតក្នុងខេត្តកំពតនៅរាល់ពេលនៃការជួបជុំអ្នកគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិក្នុងថ្ងៃ24ខែសីហាឆ្នាំ2012សមត្ថកិច្ចមូលដ្ឋានបានជួយការពារពិធីប្រជុំនោះដោយគ្មានការរំខានអ្វីឡើយនាងខ្ញុំអុកសាវរីវិទ្យុអាស៊ីសេរីខេត្តកំពត